តែឥណ្ឌូនេស៊ីជាប្រទេសដែលប្រជុំដោយកោះធំជាងគេបំផុតនៅលើពិភពលោកប្រទេសនេះមានផ្ទៃដីប្រមាណ 1.9 លានគីឡូម៉ែត្រក្រេនិងមានប្រជាជនប្រមាណ 270 លាននាក់ដែលជាចំនួនមួយជាប់ចំណាត់ថ្នាក់លេខ 4 នៅលើពិភពលោកប្រជាជននៅទីនេះមានភាពចម្រុះបំផុតដោយមានជនជាតិជាច្រើនរស់នៅជាង 500 ក្រុមនិងរស់នៅពាសពេញផ្ទៃកោះរាប់ពាន់ប្រទេសឥណ្ឌូនេស៊ីមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលស្ថិតនៅអមសងខាងខ្សែអេក្វាទ័រចន្លោះមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកប្រទេសឥណ្ឌូនេស៊ីមានកោះសរុបប្រមាណ 17,408 កោះដែលក្នុងនោះកោះប្រហែល 6,000 កោះមានមនុស្សរស់នៅកោះធំៗមានដូចជាកោះស៊ូម៉ាត្រាកោះជ្វាកោះកាលីម៉ាន់តាន់កោះសូឡាវេស៊ីនិងកោះបាពូអៀនៅខាងលិចភាគច្រើនជាតំបន់ភ្នំខ្ពង់រាបនិងមានភ្នំភ្លើងសកម្មជាច្រើនដោយស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក 2. ស្ថានភាពប្រជាជនប្រទេសឥណ្ឌូនេស៊ីមានប្រជាជនច្រើនជាងគេទី4នៅលើពិភពលោកបន្ទាប់ពីចិនឥណ្ឌានិងអាមេរិកកោះជ្វាគឺជាកោះដែលមានប្រជាជនជាងពាក់កណ្ដាលរស់នៅមានការអភិវឌ្ឍនិងមានទីក្រុងធំៗជាច្រើនប្រទេសឥណ្ឌូនេស៊ីមានក្រុមជនជាតិប្រមាណជាង 500 ក្រុមដែលប្រើប្រាស់ភាសាកំណើតផ្សេងៗគ្នាប៉ុន្តែភាសាផ្លូវការគឺភាសាឥណ្ឌូនេស៊ីសាសនាប្រជាជនភាគច្រើនលើសលប់ប្រមាណ 87% កាន់សាសនាអ៊ីស្លាមដែលធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេនៅលើពិភពលោកក្រៅពីនេះគឺកាន់សាសនាហិណ្ឌូគ្រិស្តនិងព្រះពុទ្ធ 2. ស្ថានភាពសេដ្ឋកិច្ចក្នុងសម័យអាណានិគមហូឡង់ 2.1 វិស័យពាណិជ្ជកម្មអំឡុងសតវត្សទី 17 ក្នុងសម័យអាណានិគមហូឡង់វិស័យពាណិជ្ជកម្មត្រូវបានគ្រប់គ្រងនិងត្រួតត្រាទាំងស្រុងដោយក្រុមហ៊ុនឥណ្ឌាខាងកើតដែលជាសាជីវកម្មពហុជាតិដំបូងគេបង្អស់លើពិភពលោកដោយហូឡង់បានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចផ្ដាច់មុខលើការធ្វើពាណិជ្ជកម្មដោយផ្លាស់ប្ដូរតំបន់អាណានិគមទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់ធនធានធម្មជាតិនិងទីផ្សារសម្រាប់អឺរ៉ុបបន្ថែមពីនេះទៅទៀតសេដ្ឋកិច្ចនិងវិស័យពាណិជ្ជកម្មនេះមានលក្ខណៈលេចធ្លោដូចជា 1. ការធ្វើពាណិជ្ជកម្មផ្ដាច់មុខក្រុមហ៊ុនឥណ្ឌាខាងកើតទទួលបានសិទ្ធិផ្ដាច់មុខពីរដ្ឋាភិបាលហូឡង់ក្នុងការធ្វើពាណិជ្ជកម្មនិងដណ្ដើមគ្រប់គ្រងតំបន់ដាំដុះគ្រឿងទេសសំខាន់ៗ 2. មជ្ឈមណ្ឌលបញ្ជាពាណិជ្ជកម្មនៅបាទីវីយ៉ាទីក្រុងបាទីវីយ៉ាបច្ចុប្បន្នជាទីក្រុងសាកាតាត្រូវបានជ្រើសរើសជាទីស្នាក់ការកណ្ដាលនិងជាកំពង់ផែដ៏មមាញឹកបំផុតនៅអាស៊ីដែលជាចំណុចប្រមូលផ្ដុំទំនិញសម្រាប់នាំចេញទៅទ្វីបអឺរ៉ុបនិងផ្លាស់ប្ដូរទំនិញក្នុងអាស៊ី 3. ការពង្រីកមុខទំនិញនាំចេញក្រៅពីគ្រឿងទេសហូឡង់បានបង្ខំឲ្យប្រជាជនក្នុងតំបន់ដាំដុះដំណាំសេដ្ឋកិច្ចដើម្បីឆ្លើយតបនឹងតម្រូវការពិភពលោករួមមានកាហ្វេតែថ្នាំជក់ស្ករសនិងកៅស៊ូនៅកោះស៊ូម៉ាត្រាការដាំថ្នាំជក់និងការរកឃើញប្រេងកាតនៅទសវត្សរ៍ឆ្នាំ 1920 បានក្លាយជាប្រភពចំណូលដ៏មហាសាល 4. ការត្រួតត្រាទីផ្សារអាស៊ីធំទូលាយមិនត្រឹមតែនាំចេញទំនិញទៅអឺរ៉ុបប៉ុណ្ណោះទេក្រុមហ៊ុនឥណ្ឌាខាងកើតបានធ្វើពាណិជ្ជកម្មយ៉ាងសកម្មក្នុងតំបន់អាស៊ីដោយយកលោហៈធាតុដ៏មានតម្លៃដូចជាប្រាក់មកពីប្រទេសជប៉ុនទៅដោះដូរទំនិញប្រណិតដូចជាសូត្រនិងប៉សឺឡែនពីប្រទេសចិនឬឥណ្ឌាតែទំនិញទាំងនោះអាចលក់បានតម្លៃខ្ពស់ឬយកទៅដូរគ្រឿងទេសជាដើម 2. ផលវិបាកនៃកំណើនប្រជាជននៅក្នុងទីក្រុងនៅមុនទសវត្សរ៍ទីឆ្នាំ 1910 នៅលើកោះជ្វាដែលមានប្រជាជនពលរដ្ឋជាច្រើនបានធ្វើអន្តោប្រវេសន៍មកពីតំបន់ដែលដាច់ស្រយាលដែលនៅក្នុងទីក្រុងនោះគឺគេបានរងគ្រោះដោយសារតែទឹកជំនន់នារដូវវស្សាជារៀងរាល់ឆ្នាំនិងជំងឺគ្រុនចាញ់ព្រមទាំងជំងឺរាតត្បាតផ្សេងទៀតផង
ហើយនៅក្នុងនោះរដ្ឋាភិបាលអាណានិគមក៏គ្មានគោលនយោបាយក្នុងការពិនិត្យនិងដោះស្រាយបញ្ហាវិបត្តិផ្សេងៗផងដែរជីវភាពរបស់ប្រជាជនឥណ្ឌូនេស៊ីក៏កាន់តែលំបាកតោកយ៉ាកចាប់ពីឆ្នាំ1920រហូតដល់ទសវត្សរ៍ទីឆ្នាំ1970ហូឡង់បាននាំចូលរបៀបអប់រំតាមបែបបស្ចិមប្រទេសដើម្បីផ្ដល់នូវជំនាញក្នុងការប្រើប្រាស់សេដ្ឋកិច្ចអាណានិគមសាលារៀនបានចាប់ផ្ដើមប្រើប្រាស់ភាសាហូឡង់អ្នកដែលទទួលបានអាហារូបករណ៍មួយចំនួនតូចសាលាកម្រិតលក្ខខណ្ឌចំពោះកូនអ្នកមាននិងកូនមន្ត្រីរដ្ឋាភិបាលណាក៏ដោយសាលាដែលយកភាសាតាមតំបន់ជាភាសាដែលងាយស្រួលទទួលបានការអប់រំផ្សេងដែលនាំឲ្យការបញ្ចប់នៃសកលរាជអាណានិគមហូឡង់មានអត្រាអ្នកចេះភាសាហូឡង់តិចជាងរដ្ឋផ្សេងនៅក្រោមរបបអាណានិគមអឺរ៉ុបប្រទេសហូឡង់បានច្រានចោលសេចក្តីប្រកាសឯករាជ្យរបស់ឥណ្ឌូនេស៊ីដោយអះអាងពីភាពស្របច្បាប់របស់រដ្ឋាភិបាលខ្លួនហូឡង់បានចាប់ផ្ដើមដំណើរការគ្រប់គ្រងឥណ្ឌូនេស៊ីគឺជាស្បៀងដែលសំខាន់សម្រាប់ប្រជាជនឥណ្ឌូនេស៊ីនាពាក់កណ្ដាលរបបធ្វើកសិកម្មប៉ុន្តែទិន្នផលស្រូវនៅទីនោះមានការខ្វះខាតដែលមិនអាចផ្គត់ផ្គង់ជីវភាពរបស់ប្រជាជនទីនោះបានទេប៉ុន្តែនៅឆ្នាំ1973ទិន្នផលស្រូវមានការកើនឡើងដែលធ្វើឲ្យជីវភាពរបស់ប្រជាជនទីនោះមានការប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ1989កំណើនស្រូវនៅទីនោះមានការកើនឡើងដែលធ្វើឲ្យលើសតម្រូវការក្នុងស្រុកលើកទី1រយៈពេល100ឆ្នាំកន្លងមកនេះឥឡូវប្រទេសឥណ្ឌូនេស៊ីបានអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនយោបាយទៅជានយោបាយផ្ដោតលើការនាំចូលនាំចេញឥឡូវប្រទេសឥណ្ឌូនេស៊ីបានក្លាយទៅជាប្រទេសឥណ្ឌូនេស៊ីកំពុងតែអភិវឌ្ឍនយោបាយផ្នែកសេដ្ឋកិច្ចទៅនយោបាយនាំចេញប្រទេសឥណ្ឌូនេស៊ីបាននាំចេញដូចជាគ្រឿងអលង្ការឥឡូវប្រទេសឥណ្ឌូនេស៊ីកំពុងតែអភិវឌ្ឍនយោបាយផ្នែកសេដ្ឋកិច្ចទៅនយោបាយផ្ដោតលើការនាំចេញប្រទេសឥណ្ឌូនេស៊ីបាននាំចេញវាយនភ័ណ្ឌដូចជាគ្រឿងអលង្ការសេវាកម្មនិងសម្លៀកបំពាក់ជាដើមចុងក្រោយកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី30ឆ្នាំក្រោយមកនេះបានបង្ហាញពីចំណាត់ថ្នាក់ដែលជាប្រទេសកំពុងតែអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅថ្ងៃ30កញ្ញាឆ្នាំ1965ដោយក្រុមទាហានជាន់ខ្ទាបមួយក្រុមពលរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីនៃឧត្តមសេនីយ៍លោកម៉ាកាកាតូដោយការផ្លាស់ប្ដូររចនានៃសម្ព័ន្ធថ្មីនិងការរៀបចំនយោបាយនៃប្រទេសឥណ្ឌូនេស៊ីដោយគេហៅរដ្ឋាភិបាលរបស់ខ្លួនថាចំណាប់ការថ្មីផ្ទុយនឹងរបបចាស់និងរបៀបចំណាត់ការចាស់របស់លោកប្រធានាធិបតីសូម៉ាកាតូដោយបានចាប់ផ្ដើមនៅឆ្នាំ1965រដ្ឋាភិបាលបានរៀបចំសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនតែមានការចាក់ចុចទីខ្លាំងនិងរចនាសម្ព័ន្ធទុនខ្សោយនិងសេដ្ឋកិច្ចរបស់គេទុនខ្សោយទៀតផង